ជំនាញសំរុកអាដាមលោកជំទាវគណៈតេជាទីគោរពដល់នាថ្ងៃសុក្រទី14ខែមីនាឆ្នាំ2025ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី3ខេត្តកណ្ដាលដឹកនាំដោយអាដាមម៉ុងមនាងប្រធានក្រុមបានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយនឹងក្រុមប្រឹក្សាឃុំស្មៀននៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនិងប្រធានមណ្ឌលសុខភាពទូទាំងស្រុកសាច់កណ្ដាលនិងស្រុកមុខកំពូលខេត្តកណ្ដាលសរុបចំនួន229នាក់តាំងនាមឲ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី3អាដាមម៉ុងមនាងបានមានប្រសាសន៍ពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាអាដាមអ៊ុចបរិទ្ធអនុប្រធានទី1និងអាដាមបណ្ឌិតធុនវឌ្ឍនាអនុប្រធានទី2ព្រឹទ្ធសភាជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានប្រកបដោយក្តីនឹករលឹកនិងគិតគូរដោយយកចិត្តទុកដាក់ជាទីបំផុតអាដាមប្រធានក្រុមបានបញ្ជាក់ថាដោយអនុវត្តតាមកម្មវិធីការងាររបស់ព្រឹទ្ធសភានិងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោប្រធានព្រឹទ្ធសភាសមាជិកសមាជិកានៃក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី3បានចុះជួបប្រស័យតាក់ទងនិងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្មៀននៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនិងប្រធានមណ្ឌលសុខភាពឃុំទូទាំងស្រុកសាច់កណ្ដាលនិងស្រុកមុខកំពូលខេត្តកណ្ដាលដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈមសំណូមពរការអភិវឌ្ឍមូលដ្ឋាននិងអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណរបបសន្តិសុខសង្គមបសសផ្នែកថែទាំសុខភាពដែលឥតគិតថ្លៃដើម្បីរិះរកមធ្យោបាយដោះស្រាយចូលរួមមតិជួយពង្រឹងការអនុវត្តទូនាទីរបស់ក្រុមប្រឹក្សាឃុំនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋព្រមទាំងនាំយកបញ្ហាទាំងនេះគោរពជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដើម្បីធ្វើអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធចាត់វិធានការចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពឯកឧត្តមប្រធានក្រុមបានជម្រាបជូនអង្គពិធីអំពីកិច្ចការមួយចំនួនដែលថ្មីនេះរាជរដ្ឋាភិបាលនីតិកាលទី7ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបានរាជរដ្ឋាភិបាលនីតិកាលទី7នេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅកំពូលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនិងជាច្រកទ្វារទៅកាន់តំបន់អាស៊ានឯកឧត្តមប្រធានក្រុមបានជម្រាបថារាជរដ្ឋាភិបាលបាននឹងកំពុងវិនិយោគជាយុទ្ធសាស្ត្រលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយនិងប្រទាក់ក្រឡាដែលរួមបញ្ចូលទាំងផ្លូវល្បឿនលឿនកំពង់ផែទឹកជ្រៅអាកាសយានដ្ឋានអន្តរជាតិនិងមជ្ឈមណ្ឌលភស្តុភារកម្មក្រៅពីនេះរាជរដ្ឋាភិបាលក៏បាននឹងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីរុះរើនិងកាត់បន្ថយរបាំងពាណិជ្ជកម្មសម្រួលនីតិវិធីគយសម្រួលនីតិវិធីចុះបញ្ជីអាជីវកម្មនិងបង្កើតបរិយាកាសគតិយុត្តប្រកបដោយភាពច្បាស់លាស់និងតម្លាភាពជូនវិនិយោគិនជាតិនិងអន្តរជាតិព្រមទាំងផ្ដល់ការអនុគ្រោះពន្ធរហូតដល់15ឆ្នាំសម្រាប់វិស័យឯកជនជាអាទិភាពទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបានទម្លាក់ថវិកាបន្ថែមក្នុងវិស័យសុខាភិបាលនិងបង្កើនថវិកាសម្រាប់ការអភិវឌ្ឍមូលដ្ឋានព្រមទាំងបានដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសយ៉ាងទូលំទូលាយដល់យុវជនចំនួន 1.5 លាននាក់ដើម្បីបំពេញតម្រូវការរបស់វិស័យឯកជនផងដែរក្នុងឱកាសនោះផងដែរលោកជំទាវបណ្ឌិតច័ន្ទសុធាវីលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី3បានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីការរៀបចំនិងដំណើរការប្រព្រឹត្តទៅនៃព្រឹទ្ធសភានីតិកាលទី5និងទួលនីតិភារកិច្ចសមត្ថកិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី3សមិទ្ធផលនិងស្នាដៃដ៏ច្រើនរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានិងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី7ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវបណ្ឌិតបានបញ្ជាក់ថាដើម្បីឲ្យការអនុវត្តមុខងារស្របនឹងបរិបទនៃការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចបច្ចេកវិទ្យាសម្ដេចតេជោប្រធានព្រឹទ្ធសភាបានដាក់ចេញនូវគោលដៅអាទិភាពចំនួន2ទី1គឺការអនុវត្តការទូតសភានិងអាទិភាពទី2គឺការរួមប្រស័យឲ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោតជាមួយគ្នានេះលោកជំទាវបណ្ឌិតបានធ្វើបទបង្ហាញអំពីសារៈសំខាន់ដែលពាក់ព័ន្ធនឹងការចុះបញ្ជីអត្រានុកូលដ្ឋានពិតជាមានសារៈសំខាន់ណាស់ដោយសារការងារចុះបញ្ជីអត្រានុកូលដ្ឋាននេះគឺបានផ្សារភ្ជាប់ទៅជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាពិសេសមានទំនាក់ទំនងនឹងការទទួលបានប័ណ្ណរបបសន្តិសុខសង្គមបសសផ្នែកថែទាំសុខភាពដែលឥតគិតថ្លៃលោកជំទាវបណ្ឌិតក៏បានផ្ដល់នូវទស្សនៈទានផ្លូវច្បាប់ជូនដល់ក្រុមប្រឹក្សាឃុំស្មៀន
នេះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនិងប្រធានមណ្ឌលសុខភាពឃុំដើម្បីទទួលបាននៅចំណេះដឹងនិងបទពិសោធន៍ល្អៗក្នុងការដោះស្រាយនៅបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងគណនេយ្យភាពឆ្លងតាមការពិភាក្សានិងផ្លាស់ប្ដូរបទពិសោធន៍ដាច់ដោយឡែកពីគ្នារួចមកអាដាមម៉ុងមនាងប្រធានក្រុមបានថ្លែងនឹងការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាឃុំនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានព្រមទាំងបានចំណាយពេលវេលាដ៏មមាញឹកមកចូលរួមពិធីសំណេះសំណាលនេះដើម្បីទទួលចែករំលែកចំណេះដឹងបទពិសោធន៍ការងារសំណុំពរនិងបញ្ហាប្រឈមនានានៅមូលដ្ឋានរបស់ខ្លួនអាដាមប្រធានក្រុមបានលើកទឹកចិត្តដល់រដ្ឋបាលស្រុកនិងក្រុមប្រឹក្សាឃុំទាំងអស់ឲ្យបន្តខិតខំលើកកម្ពស់ការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយទទួលខុសត្រូវខ្ពស់ព្រមទាំងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពគណនេយ្យភាពនិងបរិយាបន្នក្នុងនាមជាអ្នកបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដក្នុងឱកាសរៀបចំពិធីសំណេះសំណាលនេះក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី3បានឧបត្ថម្ភអាហារសម្រន់ភេសជ្ជៈនិងថវិកាជូនក្រុមប្រឹក្សាឃុំស្មៀននាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនិងប្រធានមណ្ឌលសុខភាពឃុំទាំងអស់ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន 50,000 រៀលដោយសរុបការចំណាយទាំងអស់ជាង 21 លានរៀល